ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលនៅដែនដីហ្គាហ្សាដែលហែកហួរដោយសង្គ្រាមកំពុងបន្តដំណើរដ៏គ្រោះថ្នាក់ប្រថុយប្រថានរាប់គីឡូម៉ែត្រជារៀងរាល់ថ្ងៃដើម្បីព្យាយាមស្វែងរកអាហារខ្លះសម្រាប់គ្រួសាររបស់ពួកគេដោយសង្ឃឹមថានឹងអាចមានជីវិតត្រឡប់ទៅវិញក្រុមគ្រូពេទ្យក្នុងតំបន់ហ្គាហ្សាបាននិយាយថាក្នុងប៉ុន្មានថ្ងៃកន្លងមកនេះប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលខណៈព្យាយាមយកស្បៀងអាហារពីរថយន្តជំនួយដែលនាំចូលទៅក្នុងតំបន់ហុំព័ទ្ធនេះដោយអង្គការសហប្រជាជាតិនិងភ្នាក់ងារសង្គ្រោះអន្តរជាតិយោធាអ៊ីស្រាអែលបាននិយាយថាមានការប៉ុនប៉ងជាច្រើនដោយជនសង្ស័យដើម្បីចូលទៅជិតកងកម្លាំងខ្លួនក្នុងតំបន់នេហ្សារីមភាគកណ្ដាលហ្គាហ្សាស្ទ្រីបក្នុងលក្ខណៈបង្កគ្រោះថ្នាក់ហើយប៉ុន្មានថ្ងៃថ្មីនេះយោធាបានបើកការបាញ់ប្រហារនិងបាញ់ព្រមានដើម្បីបំបែកវងប្រជាជនដែលសម្រុកទៅជិតតំបន់ដែលកងទ័ពកំពុងប្រតិបត្តិការក្រសួងសុខាភិបាលហ្គាហ្សាបានអះអាងថាប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ដោយសារព្យាយាមចូលទៅទីតាំងរបស់ក្រុមជំនួយថ្មីគាំទ្រដោយអាមេរិកនិងអ៊ីស្រាអែលឈ្មោះថាមូលនិធិមនុស្សធម៌ហ្គាហ្សា GHF ចាប់តាំងពីចុងខែឧសភាអាជ្ញាធរហ្គាហ្សាបានសរុបតួលេខអ្នកស្លាប់ចាប់តាំងពីសង្គ្រាមដ៏បង្ហូរឈាមនេះបានផ្ទុះឡើងនៅឆ្នាំ2023ដោយនិយាយថាការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ755,600 នាក់ខណៈអ្នកស្រុកស្ទើរតែទាំងអស់ជាង2លាននាក់ត្រូវរត់ភៀសខ្លួននិងបង្កឲ្យមានវិបត្តិអត់ឃ្លានសង្គ្រាមដ៏ឃោរឃៅនៅតំបន់ហ្គាហ្សានេះត្រូវបានបញ្ឆេះឡើងដោយសារតែក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនបានឆ្មក់វាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី7ខែតុលាឆ្នាំ2023ហើយសម្លាប់មនុស្សប្រហែល1200នាក់និងចាប់ចំណាប់ធ្នូ251នាក់នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល